នៅក្នុងដំណាក់កាលថ្មីនៃបេសកកម្មជំរុញទម្លាប់អាននៅកម្ពុជាលោកសុកឡាបានបង្កើតបណ្ណាល័យចល័តមួយនៅក្នុងផ្សារអ៊ីអនសែនសុកចំនួន3កន្លែងផ្សេងៗគ្នានៅក្នុងខែកុម្ភៈនេះលោកសុកឡាសហស្ថាបនិកសៀវភៅមួយសហគមន៍មួយផ្ដួចផ្ដើមការងារនេះនៅឆ្នាំ2022ដោយដំបូងលោកបង្កើតកម្មវិធីគៀកោនិងចែកសៀវភៅទៅតាមសហគមន៍និងបណ្ណាល័យនៅតាមតំបន់មួយចំនួននៅក្នុងខេត្តកំពតកំពង់ស្ពឺត្បូងឃ្មុំនិងខេត្តបន្ទាយមានជ័យក្រៅពីបណ្ណាល័យចល័តនៅតាមទីសាធារណៈលោកបានសហការជាមួយនឹងម្ចាស់ហាងកាហ្វេមួយចំនួននៅរាជធានីភ្នំពេញក្នុងការបង្កើតបណ្ណាល័យអចិន្ត្រៃយ៍នៅក្នុងហាងសម្រាប់មហាជនអាននៅពេលចូលទិញកាហ្វេក្នុងបណ្ណាល័យនីមួយៗលោករៀបចំស្រដៀងកូនផ្ទះធ្វើអំពីឈើបាញ់ថ្នាំពណ៌សប្រក់ដំបូលពណ៌ក្រហមមាន4ធ្នើដែលមានសៀវភៅចម្រុះ40ចំណងជើងស្មើនឹង40ក្បាលនៅក្នុងនោះសៀវភៅទាំងនោះជាសៀវភៅដែលអាចឲ្យមនុស្សគ្រប់វ័យអានរួមមានសៀវភៅកុមារសៀវភៅប្រឡោមលោកសៀវភៅប្រវត្តិសាស្ត្រសៀវភៅអភិវឌ្ឍខ្លួននិងសៀវភៅចំណេះដឹងទូទៅដែលមានទាំងសៀវភៅភាសាខ្មែរនិងអង់គ្លេសសៀវភៅទាំងនេះគឺសាធារណជនអាចយកទៅអានដោយឥតគិតថ្លៃដោយអានហើយត្រូវតែទុកនៅក្នុងធ្នើវិញបើតាមលោកសុកឡានៅតាមបណ្ណាល័យគោលដៅនីមួយៗមិនសូវមានការបាត់សៀវភៅទេគឺមានតែកើនចំនួនសៀវភៅដោយសារមានពលរដ្ឋមួយចំនួនបរិច្ចាគសៀវភៅតាមរយៈសកម្មភាពជំរុញការអានរបស់លោកក្នុងរយៈពេល2ឆ្នាំកន្លងមកនេះលោកមើលឃើញថាសាធារណជនមានការគាំទ្របណ្ដាគ្រឹះស្ថានបោះពុម្ពមួយចំនួនក៏បានបរិច្ចាគសៀវភៅជាច្រើនហើយនៅតាមហាងកាហ្វេមួយចំនួនក៏បានដើរតាមនិន្នាការមួយនេះផងដែរបណ្ណាល័យចល័តនៅក្នុងផ្សារអ៊ីអនសែនសុកជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងបេសកកម្មរបស់លោកសុកឡាទស្សនវិស័យរបស់យើងហ្នឹងវាចង់មើលឃើញសង្គមយើងហ្នឹងខ្លាចជាសង្គមគេហៅសេដ្ឋកិច្ចពុទ្ធិណាគឺមនុស្សគាត់មានចំណេះដឹងគាត់អាចប្រើប្រាស់ចំណេះដឹងហ្នឹងខ្លាចជាការអភិវឌ្ឍសេដ្ឋកិច្ចអីបានអញ្ចឹងហើយបេសកកម្មយើងចង់ធ្វើម៉េចឲ្យប្រជាជនយើងពិសេសយុវជនហើយគាត់មានទម្លាប់ក្នុងការអានហើយគាត់មានការរៀនសូត្រឯករាជ្យអាណាអ្វីដែលយើងចង់មើលឃើញតាមរយៈសកម្មភាពទាំងអស់របស់យើងបានធ្វើទាំងអស់ហ្នឹងលោកហុកសិទ្ធិប្រធានអង្គការស៊ីប៉ាដែលធ្វើការជំរុញការអាននៅកម្ពុជាបានលើកឡើងថាគណៈដែលបច្ចុប្បន្នជាសម័យបច្ចេកវិទ្យា Digital ទំនើបគឺចាំបាច់ត្រូវការបង្ហាញភាពជាគំរូរបស់ឪពុកម្ដាយក្នុងការអានសៀវភៅដល់កូនៗដើម្បីឲ្យកុមារមានទម្លាប់អានតាំងពីក្មេង